ស្វាគមន៍មកកាន់ Channel បរិយាយរឿងតិនហ្វីសារជាថ្មីរបស់យើងដែលនៅក្នុងត្រង់វីដេអូនេះផងដែរយើងនឹងនិយាយអំពីរឿងតិនហ្វីរបស់យើង007របស់យើងតដូចយើងបានដឹងស្រាប់ហើយថាដំណើរការបេសកកម្មរបស់តិនហ្វីរបស់យើងគឺកម្ចាត់មនុស្សអាក្រក់ជួយដល់មនុស្សល្អអញ្ចឹងមកដល់វីដេអូនេះគឺយើងឃើញថាតិនហ្វីរបស់យើងបានជួបនឹងនារីសស្អាតម្នាក់ដើម្បីធ្វើការជាមួយនាងនៅក្រោយពេលដែលលោកនាយបានបញ្ជាឲ្យធ្វើការជាមួយនាងមកប៉ុន្តែលោកនាយគឺជាជនអាក្រក់អញ្ចឹងបានបញ្ជាឲ្យធ្វើការជាមួយនាងហើយនាងនោះក៏បញ្ជាឲ្យនាងរកពេលសម្រាប់តិនហ្វីនៅពេលត្រង់ចំណុចណាមួយដែលអាចសម្រាប់បានអញ្ចឹងនាងនោះព្យាយាមគ្រប់រកវិធីគ្រប់មធ្យោបាយដើម្បីធ្វើការសម្រាប់ទៅលើតិនហ្វីរបស់យើងប៉ុន្តែมันបានសម្រេចនោះទេអញ្ចឹងតិនហ្វីរបស់យើងមានភាពឆ្លាតវៃនិងមានសមត្ថភាពខ្ពស់ខ្លាំងណាស់ទាំងនាងយកកំភ្លើងបាញ់ទៅលើតិនហ្វីរបស់យើងហើយក៏មិនអីទាំងនាងធ្វើគ្រប់មធ្យោបាយផ្សេងក៏មិនអីក៏តិនហ្វីរបស់យើងនៅតែមិនអីអញ្ចឹងក្រោយពីបានធ្វើការជាមួយគ្នាមកក៏បានដឹងចិត្តគ្នាក៏បានអាណិតស្រឡាញ់គ្នាទៅវិញទៅមកហើយក៏បន្តធ្វើការជាមួយគ្នាទៀតហើយក៏មិនមានចិត្តសម្រាប់តិនហ្វីរបស់យើងបន្តទៀតទេអញ្ចឹងនៅក្នុងឈុតមួយដែលឈុតមានការជប់លៀងតិនហ្វីរបស់យើងក៏បានធ្វើសកម្មភាពជាមួយស្ត្រីនោះអញ្ចឹងក្រោយពីធ្វើសកម្មភាពរួចហើយនៅក្នុងកន្លែងវិធីជប់លៀងនោះគឺលោកនាយនិងនារីស្អាតនោះគឺបង្កើតផែនការសម្រាប់តិនហ្វីរបស់យើងផ្សេងនាងនោះបានយកកំភ្លើងមកបាញ់តម្រង់បាញ់តិនហ្វីរបស់យើងប៉ុន្តែដោយសារតែតិនហ្វីរបស់យើងមានភាពឆ្លាតវៃនាងក៏តិនហ្វីរបស់យើងក៏បានទៅចុចព្យ៉ាណូលេងភ្លេងយ៉ាងពីរោះនាងកាន់កំភ្លើងបំរុងនឹងបាញ់ប៉ុន្តែមិនដាច់ចិត្តពីតិនហ្វីរបស់យើងនោះឡើយអញ្ចឹងក្រោយពីបញ្ចប់នៅឈុតនេះមកគឺមានឈុតមួយទៀតដែលនឹងឈុតមនុស្សដែកចង់មកសម្រាប់តិនហ្វីរបស់យើងមនុស្សដែកនោះនឹងនារីម្នាក់នេះគឺមានសមត្ថភាពខ្ពស់ណាស់គឺនឹងចង់សម្រាប់តិនហ្វីរបស់យើងដោយមានកំភ្លើងក៏បាញ់ទៅលើស្រោចទៅលើតិនហ្វីរបស់យើងហើយក៏របួសយើងក្រោយមនុស្សគឺបាននាំតិនហ្វីរបស់យើងចូលមកបន្ទប់ក្រោយពីបានចូលបន្ទប់ហើយគឺតិនហ្វីរបស់យើងមានការរបួសជាខ្លាំងក្រោយពីនារីនោះភ័យខ្លាចខ្លាំងណាស់ក៏សវេសវាចុះសវេសវាឡើងប៉ុន្តែមិនបានជោគជ័យនោះទេប៉ុន្តែតិនហ្វីមានវិធីព្យាបាលមួយគឺចាក់រឿងល្អមើលឲ្យតិនហ្វីមើលហើយព្យាបាលដោយការយកគ្រាប់កំភ្លើងនោះចេញមានការឈឺចាប់និងមានការអស់ឈាមជាខ្លាំងប៉ុន្តែតិនហ្វីក៏បានព្យាបាលខ្លួនជោគជ័យហើយក៏ព្យាបាលរបួសជោគជ័យនោះហើយក៏បន្តបេសកកម្មជាមួយនារីនោះបន្តទៀតក្រោយពេលនោះគឺតិនហ្វីបានដឹងថានាងគឺចង់សម្លាប់ខ្លួនប៉ុន្តែមិនបានសម្រេចនៅក្នុងវីដេអូមួយទៀតបន្ទាប់ទៀតគឺតិនហ្វីរបស់យើងបានទៅជួបលោកនាយហើយប្រាប់ពីព័ត៌មានផ្សេងទៅកាន់លោកនាយមកដល់ចំណុចមួយដែលតិនហ្វីគាត់ត្រូវបានគេអូសយកទៅសម្លាប់ចោលប៉ុន្តែដោយភាពឆ្លាតវៃតិនហ្វីបានយកលុយ20 យេនយកមកទិញទឹកចិត្តអ្នកដែលចង់សម្លាប់ខ្លួនហើយក៏បានរួចខ្លួនវិញក្រោយពីបានរួចខ្លួនមកបេសកកម្មថ្មីក៏បានបន្តនោះហើយគឺនៅត្រង់វីដេអូដែលមានការវាយតប់គ្នានៅក្នុងកន្លែងដែលឆ្អឹងការពារឆ្អឹងនិរាជចុងបញ្ចប់នារីនោះក៏មកកាន់នៅក្នុងត្រង់វគ្គនេះដែរដោយដឹងថាលោកនាយនឹងធ្វើបាបនាងហើយនាងក៏បន្តចិត្តនៅតែជួយលោកនាយដោយសារតែខ្លួនមានផលវិបាកនៅត្រង់ចំណុចមួយគឺលោកនាយបានចង់ឲ្យនារីនោះសម្លាប់តិនហ្វីប៉ុន្តែនារីនោះមិនដាច់ចិត្តទេនៅត្រង់ជុតឆាកក្បែរចុងបញ្ចប់នេះមានការវាយប្រហារជាមួយនឹងមនុស្សយន្តជាមួយនឹងនារីដែលមានការបាញ់ភ្លើងក្រោយមកនារីនោះ
ក៏ត្រូវបានលោកនាយចង់សម្លាប់ប៉ុន្តែតិនហ្វីក៏បានមកដល់នៅពេលដែលតិនហ្វីបានមកដល់តិនហ្វីក៏បានធ្វើការវាយប្រតបគ្នាជាមួយលោកនាយនោះដោយលោកនាយនោះមានកំភ្លើងពីសដែកមួយដែលបាញ់ទៅផ្ទុះប៉ុន្តែធ្វើអីតិនហ្វីមិនបានទេអញ្ចឹងតិនហ្វីមានគ្រាន់តែមានកំបិតកាប់ជ្រូកមួយប៉ុណ្ណោះអាចទប់ទល់ជាមួយនឹងកំភ្លើងពីសដែកនោះបានហើយក៏ធ្វើការសម្លាប់ទៅកាន់លោកនាយហើយក៏តិនហ្វីទទួលបានជោគជ័យសម្លាប់លោកនាយហើយបន្តទៅលក់សាច់ជ្រូកវិញហើយធ្វើការនឹងធ្វើជាជីវិតសាមញ្ញធម្មតាវីដេអូសម្រាប់រឿងតិនហ្វី007នៅពេលនេះសូមបញ្ចប់ត្រឹមប៉ុណ្ណេះជួបគ្នានៅរឿងថ្មីបន្ទាប់កុំភ្លេចចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីតាមដាននៅវីដេអូរឿងតិនហ្វីដ៏ល្អមើលជាច្រើនបន្តទៀតសូមអរគុណហើយក៏សូមគោរពលា